ថ្មិចបើកលឿនណាបងប្អូនអើយដល់ថ្ងៃកូនសិស្សអនឡាញមកជួបជាមួយអ្នកគ្រូទៀតហើយដើម្បីឲ្យអ្នកគ្រូត្រួតពិនិត្យមើលដូចរៀងរាល់សប្តាហ៍ថាសប្តាហ៍ទី7យើងហាត់បានត្រឹមត្រូវហើយឬនៅឬមួយនៅខ្វះខាតតង់ចន្លោះណាដើម្បីឆ្លងចូលសប្តាហ៍ទី8បងប្អូនក៏ប៉ុន្តែសប្តាហ៍នេះទ្រង់រៀងសំណាងតិចហេតុអីមិនថាសំណាងដោយសារជួបអ្នកគ្រូសំណប់ចិត្តដល់ទៅ2អ្នកគឺអ្នកគ្រូម៉ាលីនិងអ្នកគ្រូសុផលចឹងបងប្អូនទាំងអស់កុំមើលស្រាលការហាត់អនឡាញឲ្យសោះបងប្អូនសំខាន់នៅការជ្រើសរើសគ្រូត្រូវហើយយើងត្រូវហាត់តាមប្រូក្រាមដែលអ្នកគ្រូបានរៀបចំឲ្យបូករួមនឹងចំណីអាហារដែលយើងហូបប្រចាំថ្ងៃមួយថ្ងៃ3ពេលនឹងបងប្អូនហើយញ៉ាំទឹកអីឲ្យបានគ្រប់គ្រាន់អញ្ចឹងរូបរាងខ្ញុំខាងលើនោះបងប្អូនមើលទៅខ្ញុំជាមនុស្សម្នាក់ដែលមានថ្នាក់ពោះខ្លាញ់ត្រង់ក្បាលពោះហើយនឹងតាគៀកហើយជាមនុស្សម្នាក់ដែលខ្នងរៀងកពើបងប្អូនពេលដែលស្លៀកពាក់ខោអាវអីអត់ស្អាតទេចឹងរូបរាងដែលបានផ្លាស់ប្ដូរមកដូចរាល់ថ្ងៃនេះគឺដោយសារហាត់តាមប្រូក្រាមដែលអ្នកគ្រូរៀបចំឲ្យតែយើងត្រូវបានអនុវត្តឲ្យជាប់លាប់បងប្អូនចឹងពិតជាអាចទៅរួចយើងហាត់អនឡាញសម្រាប់បងប្អូនដែលអត់មានពេលវេលាលើកទឹកចិត្តស្រឡាញ់ខ្លួនឯងមើលថែសុខភាពខ្លួនឯងចឹងយើងអត់ចាំបាច់ទៅហាត់នៅក្លឹបទេបងប្អូនមើលរូបភាពខ្ញុំខាងលើនោះគឺខ្ញុំហាត់នៅផ្ទះចូលសប្តាហ៍ទី5អីទេបងប្អូនរូបភាពខាងលើអញ្ចឹងលើកទឹកចិត្តបងប្អូនទាំងអស់គ្នាយើងអាចហាត់អនឡាញក៏បានមិនចាំបាច់ថាដល់ទៅក្លឹបអីទេបងប្អូនឲ្យតែយើងអនុវត្តប្រចាំថ្ងៃអញ្ចឹងលទ្ធផលឃើញជាក់ស្ដែងពិតមែនអានេះតាមបទពិសោធន៍របស់ខ្ញុំដែលខ្ញុំហាត់បានរយៈពេល